នេះជាចណ្ដាយន្តសម្រាប់ថ្នាក់ដឹកនាំបុគ្គលិកអនាម័យត្រូវជិះចណ្ដាយន្តដឹកទំនិញនៅខាងឆ្វេងខ្ញុំមិនមែនជាបុគ្គលិកអនាម័យទេបើមិនមែនអនាម័យអញ្ចឹងជាបុគ្គលិកកម្មសិក្សាក៏ត្រូវជិះចណ្ដាយន្តដឹកទំនិញនេះជាច្បាប់ទម្លាប់សម្រាប់បុគ្គលិកថ្មីរបស់ក្រុមហ៊ុនយើងបើនាងសំបីតែច្បាប់មូលដ្ឋានបែបនេះមិនយល់ផងល្អបំផុតប្រញាប់ចាក់ចេញពីទីនេះភ្លាមទៅលេខាកើនីយោមិនមែនជាលេខារបស់ប្តីខ្ញុំទេហេក្មេងស្រីម្នាក់នេះពិតជាមានចរិតបណ្ដោយទៅជិះចណ្ដាយន្តដឹកទំនិញក៏មិនស្រកសាច់ដែរកុំប្រកាន់ទោសពៃជាមួយនាងអីបើមិនអញ្ចឹងទេថ្ងៃក្រោយតើនាងអាចងើបមុខឡើងចំពោះមុខអ្នករាល់គ្នាយ៉ាងមិនកើតលោកឲ្យខ្ញុំយោគយល់ឲ្យលេខារបស់លោកសម្ដែងធ្វើអ្វីប្រញាប់ចេញឲ្យឆ្ងាយទៅចណ្ដាយន្តនេះបន្តិចទៀតមានថ្នាក់ដឹកនាំជិះណាកុំធ្វើឲ្យប្រឡាក់ឲ្យសោះទោះបីជាកន្លងមកការគ្រប់គ្រងមិនទាន់ដិតដល់ប៉ុន្តែថ្ងៃនេះខ្ញុំជាអ្នកគ្រប់គ្រងនាងមិននឿទេនេះមិនមែនជាចណ្ដាយន្តដែលនាងអាចជិះបានទេប្រញាប់ចេញមកភ្លាមក្រុមហ៊ុនធំដុំយ៉ាងនេះទោះជាមានចណ្ដាយន្តពិសេសប៉ុន្តែច្បាប់ទម្លាប់បែបនេះនាងពិតជាឡើងមកមែននឹងទីនេះជាជាន់លើគេបង្អស់បើគ្មានសិទ្ធិអនុញ្ញាតមិនអាចឡើងមកបានទេមិនទាន់ចុះការសាកល្បងការងារមិនបាច់ទៅរាយការណ៍នៅនាយកដ្ឋានធនធានចេញទៅផ្ទាល់តែម្ដងទៅខ្ញុំមិនក៏មិនដែលដឹងថាបុគ្គលិកកម្មសិក្សានៃក្រុមហ៊ុនយើងការជាប់សាកល្បងការងារឬអត់ប្រែជាអាស្រ័យលើការស្ដាប់បង្គាប់លេខាការនាយកដូចជានាងទៅវិញបើមិនចឹងនាងជាកម្មសិក្សាទើបមកធ្វើការថ្ងៃដំបូងក៏ហ៊ានជិះចណ្ដាយន្តពិសេសរបស់ថ្នាក់ដឹកនាំតាមអំពើចិត្តគឺមិនបានទុកក្រុមហ៊ុននិងថ្នាក់ដឹកនាំនៅក្នុងផ្នែកតតែសោះខ្ញុំមានសិទ្ធិពេញលេញក្នុងការបញ្ឈប់នាងភ្លាមលេខាលីនថាអ្នកមិនជាប់គឺមិនជាប់ហើយគឺមិនឆ្លងផុតការសាកល្បងទេថ្ងៃនេះដណ្ដើមជិះចណ្ដាយន្តថ្នាក់ដឹកនាំតើថ្ងៃស្អែកមិនដណ្ដើមអង្គុយតំណែងប្រធានក្រុមហ៊ុនដែរទេនាងធ្វើឲ្យលេខាលីនខឹងស្មើនឹងធ្វើឲ្យលោកប្រធានគូខឹងដែរមិនក៏មិនប្រញាប់ចាក់ចេញទៅទៀតគូឈឹងឈួនជាធម្មតាដឹងខុសត្រូវនឹងមានកាលៈទេសៈណាស់ប៉ុន្តែថ្ងៃនេះដឹងច្បាស់ថាខ្ញុំទើបតែផ្លាស់មកធ្វើជាប្រធានក្រុមហ៊ុនតែជាបណ្ដោយឲ្យខ្ញុំមកទ្រាំជាមួយលេខាស្រីដែលអាំងក្នុងជិះជាន់គេម្នាក់នេះទាំងកំហឹងបែបនេះគេដែរទេប្រញាប់ចេញទៅភ្លាមបើមិនអញ្ចឹងទេតាមចរិតរបស់លោកបើឃើញខ្ញុំត្រូវគេធ្វើបាបលោកច្បាស់ជាធ្វើឲ្យនាងទទួលផលវិបាកនៅក្នុងក្រុមហ៊ុននេះជាក់ជាមិនខាននោះមិនមែនជានាឡិកាដែលគូឈឹងឈួនឲ្យខ្ញុំទិញកាលពីខែមុនទេដោយប្រាប់ថាទិញជូនម្ដាយក្មេកជារង្វាន់ថ្ងៃខួបកំណើតម៉ូដនាឡិកានេះទូទាំងពិភពលោកមានតែ10គ្រឿងប៉ុណ្ណោះហើយខ្សែពណ៌ស្មានតែមួយគ្រឿងគត់ស្មានមិនដល់សោះចុងក្រោយបែរជាមកនៅលើដៃរបស់លីនរូវេទៅវិញល្អណាស់សម្ដីទាំងនេះនាងឲ្យគូឈឹងឈួនមកនិយាយជាមួយខ្ញុំផ្ទាល់មកខ្ញុំចង់មើលថាតើគាត់ហ៊ានឬមិនហ៊ានឲ្យតម្លៃបន្តិចសោះឯងស្ទុះឡើងច្បាស់ចាំមើលទៅលោកប្រធានមានគេធ្វើបាបខ្ញុំលោកប្រញាប់មកជួយខ្ញុំផងស្អីគេខ្ញុំនឹងទៅដល់ឥឡូវនេះនាងជាស្អីទៅមិនឆ្លុះកញ្ចក់មើលខ្លួនឯងទេស័ក្តិសមនឹងហៅឈ្មោះពេញរបស់លោកប្រធានមនុស្សដែលមានតំណែងខ្ពង់ខ្ពស់ដូចលោកប្រធានគូតើជាមនុស្សដែលកម្មសិក្សាជាន់ទាបចង់ជួបក៏អាចជួបបានអញ្ចឹងឬពិតមែនទេបងស្រីលីនខ្ញុំយល់ហើយខ្ញុំមើលទៅនាងគ្រាន់តែចង់យកឈ្មោះលោកប្រធានគូមកប្រើមែនទេដំបងឡើយធ្វើចរិតពិសេសតើជាចណ្ដាយន្តថ្នាក់ដឹកនាំបន្ទាប់មកស្រែកហៅឈ្មោះពេញរបស់គាត់នៅចំពោះមុខអ្នករាល់គ្នាមិនមែនចង់ឆ្លងដំណាក់កាលដើម្បីតោងទាមទំនាក់ទំនងទេចង់ប្រើទង្វើប្លែកគេដើម្បីទាក់ទាញចំណាប់អារម្មណ៍មែនទេមិនមើលរូបរាងមុខមាត់ខ្លួនឯងសោះល្បិចបែបនេះខ្ញុំជួបច្រើនណាស់មកហើយគិតថាធ្វើខ្លួនសាមញ្ញបន្តិចធ្វើរកពីខ្ពង់ខ្ពស់បន្តិចគឺអាចទាក់ទាញការចាប់អារម្មណ៍ពីលោកប្រធានគូបានអញ្ចឹងឬគួរឲ្យស្ដាយណាស់លោកប្រធានគូមានជំងឺស្អប់ប្រឡាក់នៅក្នុងក្រុមហ៊ុនក្រៅពីខ្ញុំគ្មានអ្នកណាអាចចូលចិត្តគាត់បានទេអ្នកផ្សេងទៀតកុំសង្ឃឹមឲ្យសោះខ្ញុំមកធ្វើការមិនមែនមកតោងទាមអ្នកមានទេហើយចណ្ដាយន្តមួយនោះចាប់ពីថ្ងៃនេះទៅអ្នកណាក៏អាចជិះបានដែរមិញនេះនាងនិយាយថាចណ្ដាយន្តមួយនោះអ្នកណាក៏ជិះបាននេះចង់ប៉ះពាល់ដល់ច្បាប់របស់លេខាលើកនេះមានរឿងល្អមើលហើយនាងមានឋានៈស្អីមានសិទ្ធិស្អីហ៊ានមកលុបចោលច្បាប់ទម្លាប់ដែលខ្ញុំបានកំណត់ខ្ញុំតាមបម្រើលោកប្រធានគូ10ឆ្នាំហើយច្បាប់ចណ្ដាយន្តពិសេសសម្រាប់តែថ្នាក់ដឹកនាំក៏បានបង្កើតឡើង10ឆ្នាំដែរមិនក៏នាងហ៊ានមកបដិសេធច្បាប់របស់ខ្ញុំចំពោះមុខអញ្ចឹងត្រូវហើយធ្វើឲ្យលេខាលីនខឹងគ្មានលទ្ធផលល្អទេពិតមែនហើយបងស្រីស្ដាប់តាមលេខាលីនទៅខ្ញុំធ្វើការនៅជាន់ទី63ច្រើនឆ្នាំមកហើយតែងតែជិះចណ្ដាយន្តដឹកទំនិញរហូតក៏មិនឃើញមានអីមិនស្រួលដែរចណ្ដាយន្តដឹកទំនិញឡើងបានត្រឹមជាន់ទី63ប៉ុណ្ណោះចុះអ្នកឡើងមកទីនេះដោយរបៀបណាតើតាមចណ្ដាជើងតើត្រឹមតែ5ជាន់តើគិតថាហាត់ប្រាណចុះឲ្យតែបងមានអាកប្បកិរិយាល្អបន្តិចព្រមទទួលខុសទៅលេខាលីនមិនធ្វើអីបងទេត្រូវដើរជើង5ជាន់គ្រាន់តែដោយសារច្បាប់ដែលលីនរូវេបង្កើតឡើងហ៊ានទៅវាចំពោះមុខមែនលើកនេះលេខាលីនកាន់តែមិនព្រមលើកលែងឲ្យញីឡើយមិនត្រឹមតែឲ្យនាងចាក់ចេញទេអ្នកឯងក៏ដូចគ្នាខ្ញុំទ្រាំជាមួយអ្នកឯងយូរហើយឥឡូវនេះប្រញាប់ចេញពីទីនេះភ្លាមបើមិនអញ្ចឹងទេកុំភ្លៀងខ្ញុំនឹងទេសចំមុខអ្នកឯងមិនខាននាងគ្រាន់តែជាកម្មសិក្សាជាន់ទាបម្នាក់អ្នកដែលខ្ញុំទេសគឺជានាងនឹងហើយប្រញាប់ចេញទៅឲ្យបាត់ទៅលេខាលីនតើអ្នកកំពុងធ្វើស្អីហ្នឹងតើអ្នកដឹងទេថានាងជាអ្នកណាស្អីគេថាកំពុងធ្វើស្អីមនុស្សមិនដឹងច្បាប់ទម្លាប់តើនាយកដ្ឋានធនធានមនុស្សរបស់អ្នកឯងមិនចង់ធ្វើការទៀតទេមែនទេកម្មសិក្សាដែលមានអាកប្បកិរិយាបែបនេះក៏ហ៊ានរើសចូលមកដែរតើអ្នកឯងដឹងទេថាមិញនេះនាងចង់ធ្វើស្អីខ្ញុំប្រាប់អ្នកឯងទៅចុះថ្ងៃនេះដោយសារតែនាងជិះចណ្ដាយន្តពិសេសរបស់លោកប្រធានគូខ្ញុំត្រូវជួលគេមកសម្អាតទាំងក្នុងនិងក្រៅម្ដងទៀតហើយចំណាយយ៉ាងតិចក៏500ដែរកញ្ចប់នេះតើត្រូវកាត់ចេញពីប្រាក់ខែខាងធនធានមនុស្សមែនទេលើកនេះខាងធនធានមនុស្សច្បាស់ជាសើធំហើយជិះចណ្ដាយន្តម្ដងអស់500នេះជារូបភាពនៃការជំរិតទាបប្រាក់ច្បាស់ណាស់ហើយលេខាលីនតើអ្នកដឹងទេថាទង្វើរបស់អ្នកមិញបានបង្កើតជាការរំលោភបំពានក្នុងកន្លែងធ្វើការព្រមទាំងការគំរាមកំហែងជ្រុលអំណាចឥឡូវនេះខ្ញុំនឹងជួយនាងរក្សាសិទ្ធិប្តឹងទៅវាតាមផ្លូវច្បាប់ចាត់ការខ្ញុំអ្នកឯងក៏ចង់ចាត់ការខ្ញុំដែរនៅក្នុងទីស្នាក់ការកណ្ដាលរបស់យើងរាល់កិច្ចការទាំងអស់គឺលោកប្រធានគូជាអ្នកសម្រេចឲ្យតែមានគាត់នៅតើអ្នកឯងអាចធ្វើអ្វីខ្ញុំបានស៊ូវ៉ាន់នីង
ភ្នែកអ្នកឯងភ្លេចទុកនៅផ្ទះមែនទេមិនក៏រើសមនុស្សផ្ដេសផ្ដាសចូលក្រុមហ៊ុនអញ្ចឹងប្រញាប់លុបចោលសិទ្ធិជាកម្មសិក្សារបស់នាងភ្លាមបន្ទាប់ពីថ្ងៃនេះខ្ញុំមិនចង់ឃើញមុខនាងនៅក្នុងក្រុមហ៊ុនទៀតទេបើមិនអញ្ចឹងទេរងចាំលោកប្រធានគូប្រជុំរួចខ្ញុំនឹងចាត់ការអ្នកឯងម្នាក់ទៀតតើអ្នកនាងមានសិទ្ធិស្អីមកដកសិទ្ធិខ្ញុំនាងមិនបានឮសម្ដីខ្ញុំទេអ្នកឯងទៅខ្វល់ជាមួយនាងធ្វើអីតើនាងជាខ្សែស្រឡាយរបស់អ្នកមែនទេមិនចម្លែកសោះដែលនាងហ៊ានសម្ដែងរកពីរឹងរូសបែបនេះសូម្បីតែសម្ដីខ្ញុំក៏មិនព្រមស្ដាប់ប្រែជាមានខ្សែមានខ្នងសោះមិនចម្លែកទេដែលស៊ូវ៉ានីងតាមការពារនាងម្លេះបងស្រីនាងលើកនេះបងធ្វើបែបនេះមិនត្រូវទេយើងធ្វើការជាសហការីជាមួយគ្នាច្រើនឆ្នាំមកហើយបងជួយរៀបចំកន្លែងធ្វើការឲ្យភ្នែកខ្ញុំម្នាក់បងបែរជាមិនព្រមចុងក្រោយឥឡូវនេះបែរជានាំមនុស្សមានខ្សែចូលមកដោយខ្លួនឯងពួកយើងឃើញថាបងមានអតីតភាពការងារយូរទើបហៅបងថាបងស្រីនាងមិនក៏បងអាចធ្វើរឿងបែបនេះកើតត្រូវហើយសំណាងល្អដែលភ្នែកលេខាលីនយើងមើលធ្លុះភ្លាមថាអ្នកមានខ្សែរបស់អ្នកម្នាក់នេះមិនស្រួលទេមិញនេះនាងថែមទាំងចង់បំបែកច្បាប់របស់លេខាលីនទៀតបើគុំតែបានបងរ៉ារ៉ាំងឲ្យកុំភ្លៀងលេខាលីនកេះចំមិនដឹងជាសមុខយ៉ាងណាទេស្អីគេពួកអ្នកឯងហួសហេតុពេកហើយមិនក៏ពួកអ្នកឯងហ៊ានគិតចង់ប្រដៅតាមពួកអ្នកឯងដឹងទេថានាងជាប្អូនស្រីឬជាកូនស្រីរបស់អ្នកឯងមិនថាជាអ្នកណាក៏ដោយប្រញាប់ដោះស្រាយឲ្យជ្រះស្រឡះភ្លាមបើមិនអញ្ចឹងទេលោកប្រធានគូមកដល់ហើយលើកនេះបងស្រីនាងនឹងកម្មសិក្សានឹងច្បាស់ជាត្រូវដេញដោយកទៅហើយជាធម្មតាលោកប្រធានគូឲ្យតម្លៃអ្នកណាជាងគេបំផុតច្បាប់អ្នកនឹងត្រូវទទួលខុសត្រូវព្រោះវ័យមានរឿងអីនៅខាងក្នុងខ្ញុំឮសំឡេងនាងខឹងសម្បាមកដល់ទីនេះហើយតើអ្នកណាហ៊ានធ្វើឲ្យនាងខឹងខ្លាំងយ៉ាងនេះលោកប្រធានគឺមានបុគ្គលិកកម្មសិក្សាថ្មីម្នាក់នាងមិនត្រឹមតែល្មើសច្បាប់ថែមទាំងនិយាយថានឹងប្តឹងខ្ញុំទៀតគ្មានសិលធម៌តតែសោះអ្នកណាហ៊ានមកបង្កើតរឿងនៅកន្លែងរបស់ខ្ញុំគូឆឹងឈួនលោកថាខ្ញុំហ៊ានឬមិនហ៊ានខ្ញុំស្មានថានាងដោះស្រាយរឿងចិនដៅក៏នៅតែលោឡារហូតដល់ចង់ប្តឹងមានន័យថាម៉េចហ្នឹងតើអ្នកម្នាក់នេះស្គាល់លោកប្រធានគូមែនឬទោះជាស្គាល់ក៏យ៉ាងម៉េចមិននេះទេលោកប្រធានគូនៅតែជួយកាន់ជើងលេខាលីនដែរហ្នឹងលោកប្រធានគូលោកធ្លាប់និយាយតើនៅក្នុងក្រុមហ៊ុនមិនថាជាអ្នកណាក៏ដោយត្រូវតែគោរពច្បាប់ដែលខ្ញុំបានបង្កើតឡើងយ៉ាងម៉ឺងម៉ាត់ទោះជាអ្នកស្គាល់លោកក៏មិនលើកលែងដែរលើពីនេះខ្ញុំគ្រាន់តែបារម្ភថានាងជាបុគ្គលិកថ្មីដែលមិនទាន់បានទៀងទាត់អត្តសញ្ញាណច្បាស់លាស់មកជិះចិនដៅយន្តពិសេសរបស់លោកបែបនេះចុះបើមានបញ្ហាសុវត្ថិភាពតើគិតយ៉ាងម៉េចជីយីនាងគ្រាន់តែជាមនុស្សប្រកាន់ច្បាប់ខ្លាំងខ្ញុំឲ្យនាងសុំទោសអូនរួចរាល់រឿងល្អទេសុំទោសស្អីលោកប្រធានមិនមែនលោកមកទីនេះដើម្បីជួយខ្ញុំទេមិនក៏លោកបែរជាឲ្យខ្ញុំទៅសុំទោសនាងមានសិទ្ធិស្អីខ្ញុំគ្រាន់តែចង់ការពារចិនដៅយន្តពិសេសរបស់លោកមានកំហុសអីចិនដៅយន្តពិសេសគូឆឹងឈួននៅក្នុងក្រុមហ៊ុនលោកធ្វើរកពីពិសេសបែបនេះមែនទេសុំទោសផងការសុំទោសរបស់នាងខ្ញុំមិនត្រូវការទេអ្នកណាថាខ្ញុំត្រូវសុំទោសនាងសំបីតែបុគ្គលិកពេញសិទ្ធិក៏មិនទាន់បានផងច្បាប់ទម្លាប់ក្រុមហ៊ុនយើងតាំងពីអង្កលមកទើបដល់វេននាងមកបញ្ជានឹងចង្អុលមកបង្កប់បញ្ជាបែបនេះមុំហើយនាងស្ងៀមមុនសិនទៅជីយីនាងនៅក្មេងអូនមិនបាច់ព្រោះតែរឿងចិនដៅយន្តមកធ្វើជារឿងធំដុំបែបនេះទេអូនធ្វើបែបនេះដាក់ក្មេងស្រីម្នាក់តាំងតែងជិះជាន់គេពេកថ្ងៃក្រោយតើអ្នកណាព្រមស្ដាប់បង្កប់អូនគូឆឹងឈួននាងរើសអើងវណ្ណៈនៅក្នុងក្រុមហ៊ុននឹងជិះជាន់ធ្វើបាបគេកន្លែងធ្វើការជាខ្ញុំអ្នកធ្វើរឿងតូចឲ្យទៅជាធំទៅវិញខ្ញុំមិនមែនមានន័យអញ្ចឹងទេហើយលើសពីនេះលោកតាមការពារបុគ្គលិកស្រីថ្នាក់ក្រោមរបស់លោកថ្នាក់នឹងមនុស្សដែលមិនដឹងរឿងប្រហែលជាគិតថានាងជាភរិយារបស់លោកជាអ្នកនាងដឹងបាត់ទៅហើយខ្ញុំពិតជាបានរស់នៅជាមួយលោកប្រធានគូយូរមកហើយយ៉ាងម៉េចដែរដឹងហើយមិនប្រញាប់សុំទោសខ្ញុំទៀតរួចហើយចាក់ចេញពីក្រុមហ៊ុនទៅលោកអើយប្រែជាលេខាលីនពិតជាសង្សាររបស់លោកប្រធានគូមែនចម្លែកទេដែលលោកប្រធានគូតាមកាន់ជើងនាងម្លេះតាមពិតខ្ញុំបានដឹងយូរហើយយប់ខ្លះពេលខ្ញុំត្រឡប់មកវិញខ្ញុំតែងតែឃើញពួកគេទាំងពីរមានសកម្មភាពស្និទ្ធស្នាលគ្នានៅក្នុងបន្ទប់ធ្វើការនាងស្មានតែលោកប្រធានគូកាន់ជើងនាងអាចធ្វើអ្វីបានតាមពិតថានាងជាសង្សាររបស់លោកប្រធានលីនរូវេទីនេះជាក្រុមហ៊ុនណានាងកុំនិយាយផ្ដេសផ្ដាសខ្ញុំនិយាយផ្ដេសផ្ដាសពីកាលណានេះជារបស់ដែលលោកជូនខ្ញុំជារង្វាន់ថ្ងៃខួបកំណើតកាលពី2ថ្ងៃមុនតើពេលនាងដឹងរួចទៅហើយអញ្ចឹងមិនបាច់លាក់បាំងទៀតទេនាងស្ងប់អារម្មណ៍សិនទៅកុំនិយាយទីថ្ងៃនេះខ្ញុំឲ្យនាងឈប់សម្រាកមួយថ្ងៃរងចាំនាងចង់ស្មារតីសិនចាំមកធ្វើការវិញលោកខ្លាចនាងធ្វើអីលោកជាអគ្គនាយកណានៅទីនេះតើអ្នកណាហ៊ានថាលោកខុសសំបីមួយម៉ាត់អ្នកស្រីស៊ូចាប់ពីថ្ងៃនេះទៅគូឆឹងឈួនលែងជាអគ្គនាយកទៀតហើយខ្ញុំចង់មើលថាតើលេខាលីនអាងក្នុងអ្នកណាទៅដើរធ្វើបាបគេទៀតស្អីគេនាងនិយាយថានាងនឹងដេញលោកប្រធាននេះទាន់ហន់ពេកហើយនាងមានសិទ្ធិស្អីមកសម្រេចចិត្តបែបនេះអាចដេញលោកប្រធានគូចេញបាននេះពិតជាហួសហេតុពេកហើយប្រពន្ធសម្លាញ់អូនទៅជាបងនាងពិតជាគ្មានអីជាមួយគ្នាទេកុំមកចិត្តខ្ញុំពេកទីនេះជាក្រុមហ៊ុនខ្ញុំមិនមែនជាភរិយារបស់លោកទេសូមលោកផ្ដល់ការគោរពខ្ញុំផងឬមួយក៏និយាយថាចាប់ពីពេលនេះទៅលោកគួរតែហៅខ្ញុំថាលោកស្រីប្រធានសឹមលោកស្រីប្រធានសឹមស្អីគេនាងអាចជាភរិយារបស់លោកប្រធានគូយ៉ាងម៉េចកើតខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំឈ្មោះសឹមជីយីជាបុគ្គលដែលក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតែតែងតាំងជាប្រធានក្រុមហ៊ុនថ្មីចាប់ពីថ្ងៃនេះទៅខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងលើការគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុនអញ្ចឹងមានន័យថាមិញនេះលេខាលីនទៅតែទូរករឿងប្រធានក្រុមហ៊ុនរបស់ពួកយើងងាប់ហើយពួកយើងក៏ជួយស្រែកអបអរសាទរកាន់ជើងខុសដែរមិនត្រូវទេលេខាលីនទៅតែនិយាយមិញខ្លួននឹងលោកប្រធានគូបានតាក់ទងគ្នាយូរហើយលោកពួកយើងច្បាស់ជាត្រូវរវេស្រវាយរងគ្រោះដោយសារលេខាលីនហើយលោកប្រធានលោកត្រូវតែជួយខ្ញុំមិនអាចបាត់បង់ការងារនេះទេហើយរឿងនេះមិនក៏អាចបន្ទោសលើខ្ញុំទាំងស្រុងបានបើលោកប្រាប់ខ្ញុំតាំងពីដំបូងមិនក៏ខ្ញុំហ៊ានទៅរារាំងនាងមិនឲ្យជិះចិនដៅយន្តពិសេសរបស់ថ្នាក់ដឹកនាំខ្ញុំមិនបានប្រាប់នាងមិញនេះមិនមែនខ្ញុំប្រាប់ឲ្យនាងសុំទោសទេចុងក្រោយនាងបែរជាកាន់តែនិយាយរឿងមិនចេះចប់
ខ្ញុំប្រាប់នាងទៅចុះខ្ញុំនឹងនាងគ្មានទំនាក់ទំនងអីជាមួយគ្នាទាំងអស់នាងកុំសង្ឃឹមថានឹងទម្លាក់កំហុសមកលើខ្ញុំឲ្យសោះគូឈឹងឈួនបើគុំតែលោកប្រាប់ថាប្រពន្ធលោកទៅបំពេញការងារនៅបរទេសមិនក៏ខ្ញុំខ្វះការប្រុងប្រយ័ត្នថ្នាក់នេះគឺលោកជាអ្នកនិយាយនៅក្នុងក្រុមហ៊ុនខ្ញុំជាតំណាងឲ្យលោកថាទោះជាខ្ញុំដើរចរងេងចរងាគ្មានអ្នកណាហ៊ានថាយ៉ាងម៉េចដាក់ខ្ញុំមួយម៉ាត់ដែរឥឡូវនេះលោកមកនិយាយសម្ដីបែបនេះតើលោកធ្លាប់គិតគូរពីខ្ញុំទេមិនមែនទេខ្ញុំមិនដែលគិតចង់ដណ្ដើមតំណែងប្រពន្ធលោកប្រធានគូទេបានដឹងមុនថានាងជាប្រធានក្រុមហ៊ុនថ្មីថ្ងៃនេះមិនក៏ខ្ញុំដឹងមុនមានន័យថាប្រសិនបើខ្ញុំមិនមែនជាប្រធានក្រុមហ៊ុននាងអាចដើរធ្វើបាបបុគ្គលិកធម្មតាបានតែលេខារបស់អគ្គនាយកម្នាក់ក៏ធ្វើច្រិតបែបនេះដែរចុះទម្រាំតែអ្នកនៅខាងក្រោមមិនដឹងជាយ៉ាងណាទេអ្នកស្រីស៊ូមកទីនេះបន្តិចប្រពន្ធសម្លាញ់គូឈឹងឈួនខ្ញុំប្រាប់ហើយនៅក្រុមហ៊ុនហៅខ្ញុំថាលោកស្រីប្រធានចំណែករឿងរវាងលោកនិងលីនរូវេពេលនេះខ្ញុំគ្មានអារម្មណ៍ចង់ដឹងទេលោកស្រីប្រធានសឹមតាមពិតកាលពីមុនខ្ញុំធ្លាប់រាយការណ៍ពីបញ្ហារបស់លីនរូវេតែមកពីលោកប្រធានគូតែងតែតាមយកឯកសារចូលធ្វើការរបស់លីនរូវេមកឲ្យខ្ញុំមើលបន្តិចមកដើមឡើយនាងគ្រាន់តែជាអ្នកសម្អាតម្នាក់តែទទួលខុសត្រូវរៀបចំសម្អាតបន្ទប់ធ្វើការរបស់លោកប្រធានគូប៉ុណ្ណោះលទ្ធផលគឺទើបតែបាន3ខែសោះលោកប្រធានគូក៏បានស្នើឡើងដោយផ្ទាល់បដូរនាងឲ្យទៅធ្វើជាបុគ្គលិកកន្លងផុតទៅមិនទាន់បានកន្លះឆ្នាំផងក៏បានដំឡើងតំណែងជានិមិត្តរូបលេខាអគ្គនាយកតតែម្ដងបន្ទាប់ពីនោះមកនាងក៏ចាប់ផ្ដើមបង្កើតច្បាប់ទម្លាប់ផ្សេងក្នុងក្រុមហ៊ុនរាប់ទាំងការកំណត់ជណ្ដើរយន្តពិសេសសម្រាប់ថ្នាក់ដឹកនាំនោះផងស្មានមិនដល់សោះកំឡុងពេលដែលលីនរូវេផ្លាស់ប្ដូរពីអ្នកសម្អាតទៅជាបុគ្គលិកទទួលភ្ញៀវនោះត្រូវជារយៈពេលដែលខ្ញុំទើបតែរៀបការជាមួយគូឈឹងឈួនបានមិនយូរប៉ុន្មានកាលនោះខ្ញុំបានរលូតកូនដោយអភូតហេតុហើយត្រូវសម្រាប់ព្យាបាលថែទាំសុខភាពតែគូឈឹងឈួនបែរជាបាត់មុខច្រើនថ្ងៃមិនព្រមត្រឡប់មកផ្ទះកាលនោះគេប្រាប់ខ្ញុំថាគឺដើម្បីទៅជួបជុំរ៉ាប់រងភ្ញៀវនៅខាងក្រៅខិតខំប្រឹងប្រែងរកប្រាក់ចិញ្ចឹមគ្រួសារពេលនោះគេធ្វើទឹកមុខកាត់ទុកសោកសៅយ៉ាងខ្លាំងខ្ញុំថែមទាំងគិតថាគេក៏ពិបាកចិត្តខ្លាំងដោយសារតែរឿងបាត់បង់កូនដែរស្មានមិនដល់សោះកាលនោះទោះជារាងកាយខ្ញុំមិនទាន់ជាសះស្បើយល្អក៏ដោយក៏ខំប្រឹងបង្ខំខ្លួនឯងឲ្យត្រឡប់មកធ្វើការវិញដោយគិតថាឲ្យតែខ្ញុំរឹងមាំឡើងវិញគេក៏មិនបាច់ពិបាកចិត្តខ្លាំងបែបនេះទៀតដែរមើលទៅពេលនេះកំឡុងពេលនោះប្រហែលជាគេកំពុងតែរវល់នៅខាងក្រៅកំដរលីនរូវេសោះហើយលើកទី2ពេលផ្លាស់ប្ដូរពីបុគ្គលិកទទួលភ្ញៀវទៅជាលេខាគឺជាលើកទី1ដែលខ្ញុំទទួលការចាត់តាំងឲ្យទៅក្រៅប្រទេសត្រូវធ្វើដំណើរទៅបំពេញបេសកកម្មនៅបរទេសតាមពិតបើថ្ងៃនេះលីនរូវេមិនបង្កើតរឿងទេខ្ញុំប្រហែលជាត្រូវគេបោកប្រាស់ដោយសារសម្ពកក្រៅរបស់គេបន្តទៀតហើយព្រោះតែខ្ញុំទុកចិត្តគេខ្លាំងពេកចាប់ពីថ្ងៃនេះទៅលុបឈ្មោះនិងដកតំណែងទាំងអស់របស់គូឈឹងឈួននិងលីនរូវេចេញមូលហេតុគឺរំលោភលើលក្ខន្តិកៈក្រុមហ៊ុនរំលោភអំណាចតួនាទីនិងរើបុគ្គលិកដែលមិនស្របតាមលក្ខខណ្ឌក្រុមហ៊ុនហើយបុគ្គលិកប៉ុន្មានអ្នកដែលជួយនិយាយកាន់ជើងលីនរូវេនៅខាងក្រៅមិញនេះត្រូវស៊ើបអង្កេតឲ្យច្បាស់ថាជាធម្មតាតើពួកគេមានផលប្រយោជន៍ស៊ីជម្រៅជាមួយលីនរូវេឬទេក្រៅពីនេះលោកចោលការកំហិតជណ្ដើរយន្តពិសេសសម្រាប់ថ្នាក់ដឹកនាំចេញប្រពន្ធសម្លាញ់តើអូនចង់ឲ្យបងនិយាយយ៉ាងម៉េចទើបអូនព្រមជាបងបើបងពិតជាមានអីជាមួយនាងមែននោះតើបងអាចបណ្ដោយឲ្យនាងបង្ហាញមុខនៅថ្ងៃដែលអូនមកកាន់តំណែងបានយ៉ាងម៉េចប្រពន្ធសម្លាញ់មិញនេះអូនប្រហែលជាបានមើលសំណុំឯកសារផ្ទាល់ខ្លួនរបស់លីនរូវេហើយមែនទេបងអាចពន្យល់អូនបានបងគ្រាន់តែឃើញថាកាលនោះនាងជួបការលំបាកខ្លាំងមិនងាយស្រួលតតែសោះនៅក្មេងសោះត្រូវធ្វើជាអ្នកសម្អាតទើបបងគិតចង់ផ្ដល់ឱកាសលើកស្ទួយនាងក្រោយមកឲ្យនាងធ្វើជាបុគ្គលិកទទួលភ្ញៀវនាងក៏ធ្វើបានល្អទើបបងដំឡើងតំណែងឲ្យនាងបន្តអញ្ចឹងទៅអ្នកម៉ាក់កាលពីប៉ុន្មានថ្ងៃមុនថ្ងៃខួបកំណើតម៉ាក់នាឡិកាដៃពណ៌ដែលខ្ញុំជូនម៉ាក់នោះតើប្រើប្រាស់ស្រួលទេនាឡិកាដៃស្អីគេជីកូនច្រឡំហើយនាឡិកាដៃណាម៉ាក់ភ្លេចហើយឬបងថាបងបានទិញនាឡិកាជូនម៉ាក់បងធ្លាប់និយាយថាទិញជូនម៉ាក់តែម្នាក់សាក់គិតមើលឡើងវិញបន្តិចមើលគូឈឹងឈួនពួកយើងលែងលះគ្នាទៅគ្រាន់តែបងជូននាឡិកាដៃមួយគ្រឿងទៅគេអូនចង់លែងលះអញ្ចឹងឬពួកយើងរៀបការជិត10ឆ្នាំហើយណាមិនមែនមកពីបងខ្លាចអូនគិតច្រើនដូចថ្ងៃនេះទើបបកអូនថាទិញជូនម៉ាក់នោះអីបងគ្រាន់តែចង់ទិញរបស់ខ្លះដើម្បីលើកទឹកចិត្តបុគ្គលិកប៉ុណ្ណោះលើកទឹកចិត្តគូឈឹងឈួនសម្ដីខ្លះលោកនិយាយប្រាប់ខ្លួនឯងទៅបានហើយថាខ្ញុំងាយស្រួលបោកប្រាស់ថ្នាក់នឹងទេអូត្រូវហើយលិខិតបណ្ដឹងចេញរបស់លោកផ្នែកធនធានមនុស្សនឹងផ្ញើជូននៅរសៀលនេះធ្វើការចប់ថ្ងៃនេះហើយចាក់ចេញទៅសឹមជីយីខ្ញុំជាអគ្គនាយកដែលក្រុមប្រឹក្សាពិបាលបោះឆ្នោតជ្រើសរើសដោយសម្លេងឯកច្ឆន្ទខ្ញុំធ្វើការនៅទីស្នាក់ការកណ្ដាលយូរជាងនាងទៅទៀតនាងគិតថានាងទើបតែឡើងកាន់តំណែងថ្មីនិយាយតែមួយម៉ាត់អាចបណ្ដេញខ្ញុំចេញបានអញ្ចឹងឬគូឈឹងឈួនតាមពិតកាលពី6ឆ្នាំមុនដែលលោកឡើងធ្វើជាអគ្គនាយកគឺជារឿងដែលក្រុមប្រឹក្សាពិបាលសម្រេចចិត្តដើម្បីឃាត់ជើងខ្ញុំទុកប៉ុណ្ណោះកាលនោះពួកគេមានបំណងឲ្យខ្ញុំដោះស្រាយគម្រោងនៅបរទេសរួចរាល់ត្រឡប់មកទីស្នាក់ការកណ្ដាលដើម្បីកាន់តំណែងជាប្រធានក្រុមហ៊ុននិយាយម្យ៉ាងទៀតគឺមកពីពួកគេខ្លាចខ្ញុំចាក់ចេញទើបតែងតាំងលោកឲ្យឡើងកាន់តំណែងនោះគ្រាន់តែពេលនោះខ្ញុំគិតថាលោកមានសមត្ថភាពទើបខ្ញុំយល់ព្រមតែមើលទៅពេលនេះគឺខ្ញុំគិតខុសហើយជីយីខ្ញុំដឹងស្រាប់ហើយថាក្មួយនឹងត្រឡប់មកវិញដើម្បី6ឆ្នាំមុនខ្ញុំធ្លាប់សន្យាថាឲ្យតែដើមក្មួយព្រមទទួលកាន់តំណែងខ្ញុំនឹងឲ្យប្តីរបស់ក្មួយបន្តកាន់តំណែងជាអគ្គនាយកទីស្នាក់ការកណ្ដាលក្មួយពូកែយ៉ាងនេះខ្ញុំជឿជាក់ថាក្រោមការដឹកនាំរបស់ក្រុមហ៊ុនយើងនឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀតលោកវាហើយឬនៅគឺដោយសារខ្ញុំមានសមត្ថភាពជាស្នាដៃដែលខ្ញុំខិតខំធ្វើដោយខ្លួនឯងមិនមែនពឹងផ្អែកលើនាងទេខ្ញុំមិនបដិសេធថាលោកមានសមត្ថភាពតែខ្ញុំមានសមត្ថភាពខ្លាំងជាងលោកទៅទៀតយល់ឬនៅបើគ្មានការអីទេអញ្ជើញចេញទៅខ្ញុំនៅមានការងារត្រូវធ្វើកិច្ចព្រមព្រៀងលែងលះខ្ញុំនឹងផ្ញើឲ្យលោកនៅពេលបន្តិចទៀតសឹមជីយីពួកយើងរៀបការជាមួយគ្នាច្រើនឆ្នាំមកហើយសុខភាពអូននៅតែត្រូវថែទាំឥឡូវនេះនៅតែជំរុញចង់លែងលះទៀតថ្ងៃក្រោយរស់នៅម្នាក់ឯងតើគិតយ៉ាងម៉េចលីនរូវេមិនអាចរំជើបរំជួលតំណែងរបស់អូនបានទេក៏អូនពួកយើងអាចបិទទ្វារដោះស្រាយរឿងនេះជាមួយគ្នាបានតើមិនបាច់ចាំបាច់តតែដល់វគ្គលែងលះគ្នាបែបនេះទេគូឈឹងឈួនទី1មិនថាខ្ញុំស្ថិតក្នុងស្ថានភាពណាក៏ដោយអ្នកដែលខុសក្នុងរឿងនេះមិនមែនជាខ្ញុំទេទី2
ជីវិតរបស់ខ្ញុំមិនមែនមានតែអាពាហ៍ពិពាហ៍មួយមុខនោះទេបើលោកនៅតែមិនព្រមចេញខ្ញុំនឹងហើយសន្តិសុខមកហើយនេះជានាងបណ្ដេញខ្ញុំចេញដោយខុសច្បាប់ខ្ញុំធ្វើការ10ឆ្នាំហើយគ្រាន់តែមកពីនាងគិតថាខ្ញុំស្និទ្ធស្នាលជាមួយប្តីនាងក៏បណ្ដេញខ្ញុំចេញអញ្ចឹងឬចាំឲ្យប្រជាជនអ៊ីនធឺណិតទាំងអស់មើលតើអ្នកណាជាអ្នកត្រូវអ្នកធំឡើងកាន់តំណែងថ្មីចង់បង្ហាញមកដល់ភ្លាមក៏បណ្ដេញលេខារបស់ប្តីខ្លួនឯងចេញនេះច្បាស់ជាយករឿងបុគ្គលមកសងសឹកក្នុងរឿងការងារហើយព្រោះវ័យនាងកុំខ្លាចធ្វើការនៅទីនេះយូរហើយទោះជានាងជាប្រធានក្រុមហ៊ុនក៏ដោយក៏ត្រឹមជាអ្នកស៊ីឈ្នួលធ្វើការឲ្យគេដែរសិទ្ធមកបណ្ដេញនាងចេញបែបនេះទេសូមស្នើឲ្យរាយការណ៍ភ្លាមទៅកាន់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមើលថាតើនាងនៅតែហ៊ាននិយាយអ្វីទៀតច្បាស់ជាត្រូវស្គាល់កំហុសមិនខានតាមឡើយខ្ញុំគ្រាន់តែចង់ដោះស្រាយរឿងនេះដោយសារតែបណ្ដេញចេញគឺរួចរាល់ហើយស្មានមិនដល់សោះថាលីនរូវ័យម្នាក់នេះមិនត្រឹមតែមិនដឹងខ្លួនថាមិនត្រូវទេថែមទាំង live ផ្ទាល់រឿងនេះនៅលើអ៊ីនធឺណិតទៀតឃើញហើយឬនៅបើអូនមិនចង់ឲ្យរឿងរ៉ាវកាន់តែរីកធំឡើងទេនិងមិនចង់ឲ្យក្រុមប្រឹក្សាភិបាលសង្ស័យនៅថ្ងៃដំបូងប្រញាប់ស្ដារតំណែងរបស់ខ្ញុំនិងលោកប្រធានគូឡើងវិញភ្លាមព្រោះថាឥឡូវនេះនាងក៏គ្មានភស្តុតាងដែរបើឡើងដល់តុលាការសកម្មភាពនាងហៅថាបង្កាច់បង្ខួតគេហើយឬនៅនាងមិនត្រឹមតែត្រូវស្ដារតំណែងពួកយើងឡើងវិញទេត្រូវដំឡើងប្រាក់ខែឲ្យខ្ញុំមក2ទៀតទុកជាការបង្ហាញពីចិត្តស្មោះរបស់នាងធ្វើបែបនេះខ្ញុំអាចនិយាយក្នុងបន្ទប់ live បានថាពួកយើងបានចរចាគ្នារួចរាល់ហើយរឿងទាំងអស់គ្រាន់តែជាការយល់ច្រឡំយ៉ាងណាក៏ក្រុមហ៊ុននេះមិនមែនជារបស់នាងម្នាក់ឯងដែរវាគ្មានផលប៉ះពាល់អាក្រក់អ្វីដល់នាងទេជីយីនាងនិយាយមកក៏មានហេតុផលដែរអូនប្រកាសជាមិនចង់ឲ្យក្រុមប្រឹក្សាភិបាលឃើញការ live នេះទេឲ្យគេមានការសង្ស័យលើរូបអូនទេដឹងថ្ងៃមុខខ្ញុំធ្វើជាអគ្គនាយកអូនធ្វើជាប្រធានក្រុមហ៊ុនធ្វើបែបនេះមិនល្អទេអីពួកយើងនៅក្នុងក្រុមហ៊ុនជាមួយគ្នារាល់ថ្ងៃអូនក៏មិនបាច់បារម្ភថាបងនិងលីនរូវ័យមានអីជាមួយគ្នាទៀតដែរមែនទេគួរឲ្យអស់សំណើចមែនអញ្ចឹងដោះស្រាយទៅតាមលំដាប់លំដោយទី1ពេលដែលក្រុមប្រឹក្សាភិបាលចាត់តាំងខ្ញុំឲ្យត្រឡប់មកធ្វើជាប្រធានក្រុមហ៊ុនគឺបានផ្ទេរភាគហ៊ុន5របស់ក្រុមហ៊ុនមកក្រោមឈ្មោះពួកយើងរួចទៅហើយបាននិយាយតាមហេតុផលរាល់ការខាតបង់របស់ក្រុមហ៊ុនខ្ញុំជាអ្នកទទួលខុសត្រូវក្រៅពីនេះអ្នកណាថាខ្ញុំគ្មានភស្តុតាងដែលអ្នកទាំងពីរគំនិតក្បត់ខ្ញុំនោះនាងទៅតែមកដល់តាមមានភស្តុតាងស្អីនាងគ្រាន់តែស្ដាប់តាមគេនិយាយគ្នាអ្វីដែលបុគ្គលិកនៅខាងក្រៅនិយាយសុទ្ធតែជារឿងមិនពិតទេរឿងបែបនេះនាងក៏ជឿដែរឬអ្នករាល់គ្នាឈប់សម្រាប់ពីធ្វើការអស់ហើយពួកយើងទៅបន្ទប់ឆុងកាហ្វេទៅនៅទីនោះគ្មានអ្នកណាមករំខានទេលោកមិនក៏លោកម្នាក់នោះមិនមែនជាចៅវាយនាយរបស់នាងទេមិនមែនប្រាប់ថាខ្លួនឯងនិងចៅវាយនាយគ្មានអីជាមួយគ្នាទេអញ្ចឹងមានន័យថានាងពិតជាមានទំនាក់ទំនងមិនស្មោះត្រង់ជាមួយចៅវាយនាយខ្លួនឯងការបញ្យល់កាលពីមុនមិនអាចយកជាការបានតតែសោះ Flash drive មួយនេះតាមពិតគឺស៊ូវ៉ានីងលួចប្រគល់ឲ្យខ្ញុំការនៅបន្ទប់ធ្វើការផ្នែកធនធានមនុស្សខ្ញុំគ្រាន់តែមើលដើមទីបន្តិចក៏ដឹងថាជាស្អីទៅហើយដើមឡើយបំរុងទុកធ្វើជាភស្តុតាងក្នុងរឿងក្តីលែងលះស្មានមិនដល់ថាថ្ងៃនេះត្រូវលីនរូវ័យបង្ខំដល់ថ្នាក់នេះក៏បង្ហាញចេញមកមុនកំណត់តែម្ដងពួកយើងមិនមែនអញ្ចឹងទេវីដេអូនោះជារឿងคล้ายៗទេខ្ញុំមិនបានធ្វើរឿងទាំងនោះទេខ្ញុំនៅមានវីដេអូភាពផ្សេងទៀតនៅទីនេះមិនត្រឹមតែនៅក្នុងបន្ទប់ឆុងកាហ្វេទេនៅមានក្នុងបន្ទប់ធ្វើការនិងបន្ទប់ប្រជុំទាំងមានរូបភាពស្និទ្ធស្នាលនៅតាមច្រកផ្លូវដើរទៀតផងតើអ្នកទាំងពីរនៅតែចង់មើលទៀតទេគឺនាងជាអ្នកចូលមកចិត្តខ្ញុំមុនសោះត្រូវវិនិច្ឆ័យដោយសារតែនាងទាំងអស់នាងនៅមានមុខមកឡាយផ្ទាល់ទៀតពេលនេះមនុស្សក្នុងក្រុមប្រឹក្សាភិបាលដឹងអស់ហើយពួកយើងទាំងពីរអ្នកត្រូវតែលាឈប់ពីការងារហើយនាងសួរថាខ្ញុំខឹងរឿងអីអញ្ចឹងហេតុអ្វីបានជាទម្លាក់កំហុសទាំងអស់មកលើខ្ញុំបើគុំតែមកពីលោកឲ្យខ្ញុំធ្វើជាតំណាងនៅក្នុងកំហុសជំនួសលោកឲ្យខ្ញុំធ្វើបែបនេះចុះមិនក៏ប្រែជាបែបនេះទៅវិញកាលនោះគឺនាងជាអ្នកមកប្រពន្ធរកខ្ញុំមុនសោះគូឆឹងឈួនពេលនេះមិនក៏លោកហ៊ានធ្វើបាបខ្ញុំបែបនេះរឿងរ៉ាវរវាងពួកយើងមិនមែនទៅតែមួយថ្ងៃពីរថ្ងៃណាពេលនេះលោកបែរជាប្រាប់ថាខ្ញុំជាអ្នកធ្វើឲ្យលោកលំបាកទៅវិញតើលោកធ្លាប់គិតទេថាលោកជាអ្នកធ្វើឲ្យខ្ញុំលំបាកគឺនាងដើម្បីបានឡើងតំណែងទៅចូលមកចិត្តខ្ញុំនាងកុំទម្លាក់កំហុសទាំងអស់មកលើខ្ញុំតំណែងរបស់នាងគឺខ្ញុំជាអ្នកដំឡើងឲ្យពេលនេះមានសិទ្ធិអីមកទម្លាក់បញ្ហាទាំងអស់លើក្បាលខ្ញុំគូឆឹងឈួនលោកនិយាយថាស្អីលោកហ៊ាននិយាយម្ដងទៀតមើលជួយចាត់បុគ្គលិក2នាក់ឡើងមកបន្តិចបន្ទប់ធ្វើការប្រធានក្រុមហ៊ុនមានមនុស្សត្រូវអញ្ជើញចេញសឹមជីយីនាងត្រូវតែទទួលខុសត្រូវលើរូបខ្ញុំលោកឲ្យខ្ញុំទទួលខុសត្រូវស្អីគឺមកពីគេមានស្រីខាងក្រៅបញ្ជាក់ថាអាពាហ៍ពិពាហ៍របស់ពួកអ្នកទាំងពីរមានបញ្ហាយូរមកហើយបើគ្មានស្នាមប្រេះឆារវាងពួកអ្នកទាំងពីរទេតើគេជ្រើសរើសខ្ញុំបានយ៉ាងម៉េចហើយឥឡូវនេះខ្ញុំមានផ្ទៃពោះហើយនាងត្រូវតែឲ្យគូឆឹងឈួនទទួលខុសត្រូវមានផ្ទៃពោះសឹមជីយីនាងលែងលះជាមួយគេដោយសន្តិវិធីទៅធ្វើបែបនេះទ្រព្យសម្បត្តិចែកគ្នាក្នុងម្នាក់ពាក់កណ្ដាលបើមិនអញ្ចឹងទេខ្ញុំនឹងទៅជួបក្រុមប្រឹក្សាភិបាលខ្ញុំនឹងកាយរឿងរ៉ាវទាំងអស់ឲ្យឃ្លាចេញមកគូឆឹងឈួនលោកមិនអាចបោះបង់ខ្ញុំចោលទេលោកស្រីប្រធានសឹមលោកស្រីមិនអីទេដឹងមិនអីទេអញ្ជើញអង្គុយមិញនេះខ្ញុំបានស៊ើបអង្កេតបន្តិចកាលពីមុននៅក្នុងក្រុមហ៊ុនពិតជាមានមនុស្សជាច្រើនផ្ញើផលប្រយោជន៍ឲ្យលីនរូវ័យរយៈពេលយូរប្រើប្រាស់ទិន្នន័យការងារដោះដូរការមើលឃើញដែលពាក់ព័ន្ធទាំងអស់រងចាំទៀងទាត់ច្បាស់លាស់ទាំងអស់ហើយចាត់វិធានការតាមនីតិវិធីមនុស្សដែលពាក់ព័ន្ធត្រូវតែដោះស្រាយទាំងអស់លោកស្រីប្រធានសឹមកំឡុងពេលនេះពិតជាហត់នឿយខ្លាំងហើយក្រុមការងារសវនកម្មហត់នឿយហើយបញ្ហាគ្រប់គ្រងដែលកកស្ទះជាយូរមកហើយស្មានមិនដល់សោះថាក្នុងរយៈពេល2ឆ្នាំនេះតាមរយៈលីនរូវ័យរាយការណ៍ភូតផលពីស្នាដៃការងារកាត់ប្រាក់រង្វាន់គម្រោងបញ្ចូលសាច់ញាតិឲ្យចូលធ្វើការទឹកប្រាក់ដែលពាក់ព័ន្ធសរុបទៅលើ2 ប៊ីលានយ៉នមើលទៅគូឆឹងឈួនកាន់តំណែង6ឆ្នាំថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននេះមានប្រហោងនិងចន្លោះប្រហោងធ្ងន់ធ្ងរណាស់ក្នុងប្រភពបញ្ហាត្រូវស៊ើបឃើញច្បាស់ហើយអញ្ចឹងត្រូវកែតម្រង់ឲ្យដល់ឫសគល់តែម្ដងជីយីម៉ាក់ឬអាឈួននិយាយថាកូនបណ្ដេញគេចេញហើយប្តីប្រពន្ធកូនមានទំនាស់ជាមួយគ្នាទ្វារដោះស្រាយទៅបានហើយមិនក៏យកមកលោឡាដល់ក្រុមហ៊ុនបែបនេះយ៉ាងណាក៏គេជាប្តីរបស់កូនដែរគេយ៉ាងម៉េចមិនសំខាន់ទេផ្ទុយទៅវិញតើកូនមិនអាក់អន់ចិត្តនឹងឈឺចាប់ពេកទេអ្នកម៉ាក់ពេលនេះខ្ញុំមានរឿងច្រើនត្រូវដោះស្រាយបើគូឆឹងឈួនមានអារម្មណ៍មិនសុខចិត្តឲ្យគេផ្ញើលិខិតមេធាវីមកខ្ញុំដោយផ្ទាល់មកចំណែកឯខាងអ្នកម៉ាក់វិញដល់ឱកាសបុណ្យទានខ្ញុំនឹងទៅសួរសុខទុក្ខដូចធម្មតាព្រោះថាអ្នកម៉ាក់ល្អចំពោះខ្ញុំមិនតិចទេគូឆឹងឈួនលោកនឹងមិនយល់ទេអ្វីដែលធ្វើឲ្យខ្ញុំដាច់ចិត្តពិតប្រាកដមិនមែនជាការក្បត់របស់លោកទេតែគឺដោយសារលោកបានយកអាជីវកម្មដែលមកសាងជាមួយគ្នារាប់ឆ្នាំប្រែក្លាយជាកន្លែងកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីដែលលោកធ្វើឲ្យប៉ះពាល់មិនមែនតែគឺមនុស្សគ្រប់គ្នាដែលធ្លាប់ទុកចិត្តលោក
លោកស្រីប្រធានសឹមប្រធានក្រុងវាងនៅផ្នែកទីផ្សារបាននាំមនុស្ស5នាក់មកឆ្លុះប្រកែកគ្នានៅតាមច្រកផ្លូវដើរដោយចោទថាលោកស្រីចោទប្រកាន់ពួកគេចង់មកទាមទារការបកស្រាយឲ្យពួកគេទៅរងចាំនៅបន្ទប់ប្រជុំធំទៅលោកស្រីប្រធានសឹមលោកស្រីទៅបែបនេះឬក្នុងពេលដែលពួកគេលើកឡើងពីការសង្ស័យក៏គួរតែពិនិត្យស៊ើបអង្កេតឲ្យច្បាស់លាស់តាមច្បាប់សឹមជីយីខ្ញុំធ្វើការនៅក្រុមហ៊ុននេះ15ឆ្នាំហើយអ្នកឯងមកដល់ភ្លាមក៏ប្រាប់ថាខ្ញុំនិងលេខាលីនមានការផ្លាស់ប្ដូរផលប្រយោជន៍ជាមួយគ្នាភស្តុតាងនៅឯណាខ្ញុំអាចប្តឹងអ្នកឯងពីបទបរិហាកេរ្តិ៍បានប្រាប់ឲ្យដឹងប្រធានក្រុមវាងលោកអង្គុយចុះសិនទៅលោកចង់បានភស្តុតាងខ្ញុំនឹងផ្ដល់ភស្តុតាងឲ្យលោកប៉ុន្មានឆ្នាំនេះខ្ញុំធ្វើការថែមម៉ោងឲ្យក្រុមហ៊ុនប៉ុន្មានដងហើយកូនរបស់ខ្ញុំទើបតែចូលរៀននៅសាលាធំសិក្សាឆ្នាំបំណុលថ្លៃផ្ទះនៅសល់20ឆ្នាំទៀតអ្នកឯងដេញខ្ញុំចេញបែបនេះគឺចង់បង្ខំគ្រួសារខ្ញុំឲ្យតច្រកហើយកាលពីខែធ្នូឆ្នាំមុនលោកបានប្រើឈ្មោះថ្លៃផ្សព្វផ្សាយទីផ្សារដកប្រាក់ពីកិននៃក្រុមហ៊ុនចំនួន235,000 យ៉ូនតែប្រាក់មួយដុំនេះចុងក្រោយមិនបានផ្ញើទៅឲ្យក្រុមហ៊ុនផ្សព្វផ្សាយណាមួយឡើយតែបែរជាចូលទៅក្នុងកិននីផ្ទាល់ខ្លួនមួយអ្នកបើកកិននីមួយនេះមានឈ្មោះថាស៊ុនជីយ៉នត្រូវជាអ៊ំប្រុសបង្កើតរបស់លោកអ្នករាល់គ្នាស្ដាប់ឲ្យច្បាស់ពេលនេះយកបញ្ជីឈ្មោះមួយនេះទៅផ្នែកធនធានមនុស្សដើម្បីធ្វើលិខិតលាឈប់ពីងារយកដល់អតិថិភាពការងាររបស់ពួកអ្នករាល់គ្នាក្រុមហ៊ុននឹងផ្ដល់ឱកាសឲ្យវ៉ាសិនប្រសិនបើនៅតែមិនសុខចិត្តអាចប្រគល់ជូនក្រុមការងារច្បាប់ពិនិត្យដោះស្រាយតាមច្បាប់និងបទបញ្ជាពួកអ្នកក៏អាចទៅវ៉ាតាមនីតិវិធីបានដែរដើម្បីមើលថាតើពួកអ្នកចង់ប្តឹងពីបទបរិហាកេរ្តិ៍ឬក៏ក្រុមហ៊ុនចាត់វិធានការតាមច្បាប់ពីពតកេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុននិងបន្លំសញ្ញាបត្រនេះគ្រាន់តែជាការឈឺចាប់បណ្ដោះអាសន្នប៉ុណ្ណោះប្រៀបធៀបនឹងការបណ្ដោយឲ្យបញ្ហារីកធំឡើងខ្ញុំសុខចិត្តដោះស្រាយតាមច្បាប់ឲ្យជ្រះស្រឡះក្នុងពេលតែមួយជំរាបសួរលោកស្រីសឹមនៅទីនេះមានអ្នកជិតខាងរាយការណ៍ថាខុនដូ Cheng Bay Gardens ក្រោមឈ្មោះរបស់លោកស្រីបន្ទប់លេខ2301ប៉ុន្មានថ្ងៃនេះមានជនប្លែកមុខចេញចូលជាញឹកញាប់ចង់បញ្ជាក់ជាមួយលោកស្រីបន្តិចតើជាភ្ញៀវដែលលោកស្រីបានអនុញ្ញាតឬទេនោះមិនមែនជាកន្លែងដែលខ្ញុំនិងគូឆឹងឈួនទិញនៅឆ្នាំទី5នៃអាពាហ៍ពិពាហ៍ជាខុនដូជាន់ធំមួយនោះទេក្រោយមកពេលដែលខ្ញុំទៅធ្វើការនៅបរទេសកាន់តែយូរទៅផ្ទះមួយខ្នងនោះក៏ទុកចោលជានិច្ចមានតែអ្នកសម្អាតមកសម្អាតតាមការកំណត់ប៉ុណ្ណោះអាចជួយស្រង់ទិន្នន័យឲ្យខ្ញុំបន្តិចបានទេកំណត់ត្រាចេញចូលនិងវីដេអូសុវត្ថិភាពប៉ុន្មានថ្ងៃនេះបានទេចាស់លោកស្រីសឹមរងចាំបន្តិចធ្វើអ្វីប្រយ័ត្នដៃជើងបន្តិចកុំឲ្យបែកបាក់ខូចខាតម្យ៉ាងទៀតអស់ទាំងនេះថ្លៃណាស់បើធ្វើឲ្យខូចតើពួកឯងសងរួចទេអាចប្រយ័ត្នប្រយែងបន្តិចបានទេធម្មតាបន្ទប់ផ្សេងទៀតលោកមិនដែលខាត់ខ្ញុំទេតែបែរជាបន្ទប់មួយនេះមិនក៏លោកមិនព្រមខ្ញុំចូលសោះអញ្ចឹងខ្ញុំចង់តែមើលណាស់ថាតើខាងក្នុងលោកដាក់របស់ល្អស្អីខ្លះលោកស្រីប្រធានសឹមទឹកមុខលោកស្រីមើលទៅមិនសូវស្រួលទេមិនអីទេជួយលើកកិច្ចប្រជុំរសៀលនេះទៅថ្ងៃស្អែកវិញបន្ទាប់មកជំរាបទៅផ្នែកច្បាប់ឲ្យមេធាវីចិននាំអ្នកស៊ើបអង្កេតម្នាក់រងចាំខ្ញុំនៅខាងក្រោមអគារក្រុមហ៊ុនក្នុងរយៈពេល1ម៉ោងទៀតត្រូវទៅផ្ទះដោះស្រាយសម្អាតរឿងងខ្វក់នាងស្មានថាគូឆឹងឈួនឲ្យលេខកូដសម្ងាត់ទៅនាងគឺជារបស់នាងហើយឬថ្ងៃនេះខ្ញុំនឹងឲ្យនាងបានស្គាល់ថាអ្វីជាអក្សរខ្មៅលើក្រដាសនៅលើប្លង់កម្មសិទ្ធិលេខកូដត្រូវគេដូរហើយលោកស្រីសឹមសុំទោសពិតមែនលីនរូវៃនាងពិតជាពូកែមែនគូឆឹងឈួនប្រញាប់ដេញលីនរូវៃឲ្យមកទីនេះភ្លាមរបស់របរដែលលោកយាយរបស់លោកបន្សល់ទុកពេលនៅរស់បាត់អស់រលីងហើយលោកដឹងទេមេធាវីចិនពេលប្រមូលភស្តុតាងត្រូវថតរូបទុកនៅរាល់របស់របរដែលខូចខាតទាំងអស់ម្យ៉ាងទៀតឲ្យអ្នកស៊ើបអង្កេតប្រយ័ត្នស្រង់ស្នាមប្រឌិតមេដៃនិងគំរូឌីណាផងយល់ហើយខ្ញុំមិនបានលួចទេខ្ញុំជាសង្សាររបស់លោកប្រធានគូខ្ញុំនៅផ្ទះសង្សារខ្ញុំតើវិថីរបស់របរទាំងនោះសុទ្ធតែសង្សារខ្ញុំជាអ្នកទិញខ្ញុំចង់ចាត់ចែងយ៉ាងម៉េចគឺចាត់ចែងយ៉ាងហ្នឹងសឹមជីយីគឺជានាងទៀតហើយនាងគ្រាន់តែមិនចង់ឲ្យខ្ញុំរស់នៅស្រួលមែនទេលោកប្រធានគូប្រញាប់ប្រាប់ពួកគេទៅមួយនេះគឺលោកឲ្យខ្ញុំនៅរបស់របរទាំងនោះលោកជាអ្នកប្រាប់ថាអាចប្រើប្រាស់តាមចិត្តលោកប្រញាប់ប្រាប់ពួកគេទៅតើខ្ញុំប្រាប់ពីពេលណាថារបស់របរទាំងនោះនាងអាចយកទៅលក់តាមចិត្តនោះគូឆឹងឈួនកាលនោះលោកប្រាប់ខ្ញុំយ៉ាងម៉េចលោកថាផ្ទះនេះក្រោមឈ្មោះរបស់លោកថាប្រពន្ធលោកនៅបរទេសមិនត្រឡប់មកវិញទេលោកថារបស់របរទាំងនេះសុទ្ធតែជារបស់ខ្ញុំអ្វីដែលខ្ញុំនិយាយគឺពេលក្រោយពេលយើងលែងលះគ្នាហើយខ្ញុំនិយាយថាពេលក្រោយខ្ញុំច្បាស់ជាសំដៅលើពេលលែងលះរួចឥឡូវមិនទាន់លែងលះផងរបស់របរទាំងនេះមិនទាន់ជារបស់នាងទេគូឆឹងឈួនអញ្ចឹងលោកបានរៀបចំផែនការទុកជាស្រេចហើយចាំខ្ញុំត្រឡប់មកស្រុកវិញនឹងលែងលះជាមួយខ្ញុំរួចហើយយករបស់របរក្នុងផ្ទះឲ្យទៅនាងទាំងអស់មែនទេមែនមិនមែនបែបហ្នឹងទេចុះលោកចង់និយាយថាលោកលាក់បាំងខ្ញុំតាក់ទងជាមួយនាងរាប់ឆ្នាំដំឡើងតំណែងដំឡើងប្រាក់ខែឲ្យនាងទិញនាឡិកាដៃម៉ាកល្បីផលិតមានកំណត់ឲ្យនាងសូម្បីតែគេមរតករបស់លោកយាយក៏ប្រគល់ឲ្យនាងហើយមកប្រាប់ខ្ញុំថាលោកគ្រាន់តែភ័ន្តច្រឡំមួយពេលអញ្ចឹងឬគូឆឹងឈួនលោកហួសហេតុពេកហើយកាលនោះពេលលោកអប់ខ្ញុំនៅក្នុងបន្ទប់ឆុងកាហ្វេលោកនិយាយយ៉ាងម៉េចលោកថាប្រពន្ធលោកគិតតែពីការងារលោកបាត់បង់អារម្មណ៍លើនាងយូរហើយលោកថែមទាំងនិយាយថាមានតែខ្ញុំទេដែលយល់ចិត្តលោកពិតប្រាកដសម្ដីទាំងនេះសុទ្ធតែលោកជាអ្នកនិយាយឥឡូវមានរឿងកើតឡើងលោកបែរជាចង់ច្រានខ្ញុំម្នាក់ឯងឲ្យទទួលគ្រោះថ្នាក់ខ្ញុំប្រាប់លោកឲ្យដឹងគូឆឹងឈួនទោះជាខ្ញុំត្រូវទទួលខុសត្រូវទោះជាត្រូវជាប់គុកក៏ខ្ញុំនិយាយរឿងរ៉ាវទាំងអស់ឲ្យច្បាស់លាស់ដែរល្មមហើយនាងនៅតែគិតថារឿងមិនទាន់អាម៉ាស់គ្រាន់ទេនាងនៅតែគិតថាបង្កផលវិបាកមិនទាន់គ្រប់គ្រាន់ទៀតតើខ្ញុំបង្កផលវិបាកស្អីគឺលោកជាអ្នកមកតាក់ទងខ្ញុំមុនគឺលោកជាអ្នកប្រាប់ខ្ញុំថាស្រឡាញ់ខ្ញុំគឺលោកជាអ្នកឲ្យខ្ញុំមកនៅផ្ទះមួយនេះឥឡូវបែរជានិយាយធ្វើខ្លួនឯងដូចជាជនរងគ្រោះមិនក៏លោកអាចធ្វើបែបនេះកើតគូឆឹងឈួនតើលោកនៅចាំថ្ងៃដែលពួកយើងរៀបការទេលោកបានប្រាប់ខ្ញុំថាស្អីខ្លះលោកថាជាតិណាក៏នឹងធ្វើឲ្យខ្ញុំមានសេចក្តីសុខមិនឲ្យខ្ញុំស្រក់ទឹកភ្នែកសំបីមួយតហើយពាក្យមួយឃ្លានេះលោកក៏ធ្លាប់សន្យាចំពោះមុខលោកយាយរបស់លោកដែរចិត្តបញ្ចប់ពិតប្រាកដហើយត្រូវហើយ
រឿងរ៉ាវបន្តទៀតប្រគល់ឲ្យលោកជាអ្នកចាត់ចែងចាស់លោកស្រីប្រធានសឹមចុះលោកគូវិញប្រសិនបើគេចង់បានអ្វីត្រឡប់ទៅវិញឲ្យគេមកជួបខ្ញុំរងចាំគេជីយីបងអង្វរលោកការដាក់ទោសទណ្ឌលើរូបបងវិញទៅពួកយើងត្រឡប់ទៅផ្ទះនិយាយគ្នារឿងលែងលះឲ្យបានត្រឹមត្រូវកុំធ្វើរឿងរ៉ាវឲ្យតច្រកខ្លាំងពេកកាលនោះលោកសញ្ញាចំពោះមុខលោកយាយថាមិនឲ្យខ្ញុំស្រក់ទឹកភ្នែកសំបីមួយតលោកនៅចាំទេមកពីបងផនច្រឡំមួយពេលរឿងរ៉ាវរវាងបងនិងលីនរូវៃបងនឹងទទួលខុសត្រូវប្រាក់3លាននោះបងក៏នឹងខិតខំសងបង្គ្រប់វិញដែរសឹមជីយីខ្ញុំមានផ្ទៃពោះជាមួយគូឆឹងឈួនហើយតើនាងដាច់ចិត្តធ្វើរឿងឲ្យតច្រកខ្លាំងម្ល៉េះផ្ទះមួយខ្នងនេះនិងគ្រឿងអលង្ការទាំងនោះដើមឡើយគួរតែមានចំណែកខ្ញុំមួយផ្នែក